កម្ពុជាមានភាពចាំបាច់បំផុតក្នុងការបង្កើតឲ្យមានច្បាប់ស្ដីពីសមាគមនិងអង្គការក្រៅរដ្ឋាភិបាលសូមស្ដាប់ការបកស្រាយរបស់លោកកើតរិទ្ធរដ្ឋលេខាធិការក្រសួងយុតិធធម៌ការពារសេចក្តីព្រាងច្បាប់ដ៏មានសារៈសំខាន់មួយនេះនៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី8ខែកក្កដាឆ្នាំ2015នៅវិមានរដ្ឋសភាសូមអរគុណជាធម្មសូមគោរពឲ្យដំហ៊ានសូមគោរពឲ្យដំលោកវិទាវលោកស្រីនិងនាងកញ្ញាទាំងអស់ដែលមានវត្តមាននៅក្នុងសិក្ខាសាលាយើងនេះព្រឹកមិញនេះគឺថាឆ្លងតាមរយៈការចូលរួមយោបល់យើងពិនិត្យឃើញថាមានមតិបែកគ្នាជាច្រើនមានមតិខ្លះសម្ដែងការគ្រប់គ្រងនៅសេចក្តីព្រាងច្បាប់នេះដើម្បីជំរុញនិងលើកស្ទួយនីតិរដ្ឋនៅកម្ពុជាដែលជាការចង់បានរបស់ប្រជាពលរដ្ឋទូទៅដូចជាសហគមន៍អន្តរជាតិក៏ដូចជារាជរដ្ឋាភិបាលហើយមតិមួយចំនួនទៀតក៏យល់ឃើញថាមិនគួរមានច្បាប់នេះទេហើយមតិមួយចំនួនទៀតគឺផ្ដោតជាពិសេសទៅរកការពន្យល់ឲ្យយល់គ្នាថាតើក្នុងច្បាប់នេះមានកន្លែងណាខ្លះដែលយើងមិនទាន់យល់គ្នាហើយតែការយល់ឃើញវាអាចខុសគ្នាចឹងព្រឹកមិញនេះឆ្លងតាមរយៈការឆ្លើយឆ្លងនេះខ្ញុំសូមអនុញ្ញាតចូលរួមយោបល់ក្នុងនាមក្រុមការងារបានរៀបចំនេះទី1គឺគោលការណ៍នីតិរដ្ឋគ្រប់គ្នាចង់បាននីតិរដ្ឋចង់លើកស្ទួយនីតិរដ្ឋនៅកម្ពុជារួមទាំងសហគមន៍អន្តរជាតិក៏បានធ្វើការងារជាច្រើនដើម្បីជំរុញការងារនេះទី2ព្រឹកមិញនេះគឺរួមទាំងឯកឧត្តមឈៀងវុនក៏ដូចជាវាគ្មិនផ្សេងបានលើកអំពីរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជាដែលជាច្បាប់កម្ពុជារបស់ជាតិដែលបានចែងក្នុងមាត្រា42យ៉ាងច្បាស់ថាខ្ញុំសូមរំលឹកពាក្យមួយចំនួនតែម្ដងថាប្រជាពលរដ្ឋខ្មែរមានសិទ្ធិបង្កើតសមាគមនិងគណៈបកនយោបាយសិទ្ធិនេះត្រូវកំណត់ក្នុងច្បាប់ស្ដីពីគណៈបកនយោបាយត្រូវបានអនុម័តប្រកាសឲ្យប្រើហើយអនុវត្តរហូតដល់បច្ចុប្បន្ននេះប៉ុន្តែដោយឡែកសមាគមនេះយើងអត់មានច្បាប់ទេឥឡូវយើងចោទជាសំណួរថាតើវាដល់ពេលត្រូវមានច្បាប់ហើយឬនៅប៉ុន្តែបើយើងងាកទៅរកបរិបទមួយផ្សេងទៀតយើងសួរថាហេតុអ្វីបានជាច្បាប់នេះមិនមានតាំងពីពេលនោះរហូតដល់ឥឡូវនោះគឺជាសំណួរដែលយើងគួរតែផ្ដោតហើយផ្សារភ្ជាប់ជាមួយបរិបទអន្តរជាតិនាពេលបច្ចុប្បន្នដែលឯកឧត្តមលោកវិទាវអនុស័យអាចដាក់ជាសំណួរទៅវិញថាតើនៅក្នុងពិភពលោកនេះប្រទេសណាខ្លះដែលមិនមានច្បាប់ផ្សេងពី NGO វិញយើងលើកជាសំណួរវិញប្រហែលជាកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលភាគតិចបំផុតដែលគ្មានច្បាប់នេះការរំលឹកត្រឹមតែបរិបទនេះគឺអាចបញ្ជាក់ថាការរៀបចំច្បាប់គឺមានភាពចាំបាច់នៅក្នុងការធានាការពារសិទ្ធិហើយនឹងការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជាប៉ុន្តែអ្វីដែលជាក្តីបារម្ភជាពិសេសខ្ញុំសូមអនុញ្ញាតជម្រាបជូនដល់ឯកឧត្តមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាដែលជាចូលរួមនៅថ្ងៃនេះថាក្រុមការងារនេះគឺបានតាមដានជាប់ជារហូតនៅមតិយោបល់នានាដែលបានបញ្ចេញជាសាធារណៈឬក៏បញ្ចេញមិនមែនលក្ខណៈសាធារណៈគឺយើងតែយកយោបល់នេះមកធ្វើការគិតពិចារណាក្នុងរយៈកាលចុងក្រោយនេះអ្វីដែលយើងពិនិត្យឃើញគឺថាការដែលតម្រូវឲ្យមានច្បាប់គឺជាការចាំបាច់ហើយក៏មានការគ្រប់គ្រងប៉ុន្តែអ្វីដែលសំខាន់គឺទៅលើខ្លឹមសារនៃច្បាប់ហើយក៏មានការសម្ដែងមតិនានាថាច្បាប់នេះរដ្ឋបិទសិទ្ធិសេរីភាពច្បាប់នេះរដ្ឋបិទសកម្មភាពរបស់ NGO ការនិយាយនេះគឺបន្តពីមាត់មួយទៅមាត់មួយពីមាត់មួយទៅមាត់មួយដោយអ្នកខ្លះមិនទាន់នឹងដឹងថាច្បាប់នេះមានខ្លឹមសារយ៉ាងម៉េចផងនៅមុនពេលមានច្បាប់នេះគឺយើងឃើញមានស្អីព្រាងច្បាប់នេះយើងឃើញមានយោបល់ខ្លះគាត់បារម្ភថាច្បាប់នេះចេញទៅគឺថាទៅចោះណាមួយហើយគាត់ផ្ដល់នៅការបារម្ភខ្ញុំលើកមានបាទពលម្នាក់គាត់លើកក្នុងក្តីបារម្ភថាច្បាប់នេះពេលចេញទៅប្រកាសជារដ្ឋបတ်ដូចជាតាក់កំផិតអំពីរចនាសម្ព័ន្ធរបស់ NGO របស់សមាគមត្រូវមានចេះប៉ុន្តែពេលមើលច្បាប់វាអត់មានអញ្ចឹងពេលគាត់បារម្ភហ្នឹងគាត់បារម្ភតាំងពីពេលអត់ទាន់បានឃើញច្បាប់
ប៉ុន្តែពេលគាត់បានឃើញច្បាប់គាត់បារម្ភអំពីការអនុវត្តប៉ុន្តែអ្វីដែលគាត់បារម្ភនោះគឺខុសទាំងអស់ខុសតាំងពីពេលដែលគាត់បារម្ភអត់ទាន់មានច្បាប់ខ្លឹមសារច្បាប់ចេញមកអត់ដូចស្អីដែលគាត់ជាការបារម្ភមកគាត់តែឥឡូវច្បាប់នេះមានប៉ុន្តែអ្វីដែលជាការបារម្ភនោះគឺនៅក្នុងទឹកពីទៀតថារងចាំមើលការអនុវត្តខ្ញុំសូមអនុញ្ញាតជម្រាបជូនស្មារតីសំខាន់មួយដើម្បីជូនឯកឧត្តមលោកនាយករដ្ឋមន្ត្រីបានជ្រាបថាអ្វីដែលជាអត្ថប្រយោជន៍របស់រាជរដ្ឋាភិបាលទាក់ទងការរៀបចំច្បាប់នេះរាជរដ្ឋាភិបាលតែងចាត់ទុកថា NGO គឺជាដៃគូដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិសារៈសំខាន់នេះមិនអាចគាត់ចោលបានទេការចូលរួមចំណែករបស់ NGO គឺជាការចាំបាច់ហើយព្រឹកមិញឃើញខាង CCC គាត់បានលើកល្អណាស់គាត់បានបញ្ចេញទទួលលេខផងថាក្នុងមួយឆ្នាំណាគឺចរញ្ញទានឲ្យ NGO មានពី600លានទៅ700លានដុល្លារហើយមានតំណាងអង្គការមួយនោះក៏បានលើកព្រឹកមិញដែរថារបៀបក្នុងការឲ្យ600លាន700លាននេះទៅ NGO ហ្នឹងគឺថាអ្នកណាស្គាល់ម្ចាស់ជាមួយអត់ទេវាបាទអត់ទាន់និយាយអំពីរឿងដំណើរពាក្យនិយាយអីប៉ុន្តែចង់និយាយអំពីចំណែកដ៏សំខាន់ថាថវិកានេះច្រើនណាស់សម្រាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិប៉ុន្តែព្រឹកមិញក៏សូមស្វាគមន៍នៅអនុសាសន៍របស់តំណាងការយូថាត្រូវឆ្លងអំពីតរយៈភាពការចូលរួមចំណែកមិនអាចខ្វះបានរបស់ NGO ជាមួយនឹងក្តីបារម្ភក្នុងបរិបទអន្តរជាតិបច្ចុប្បន្នទៅលើបញ្ហាផ្នែកសន្តិសុខខ្ញុំជឿថានៅអឺរ៉ុបក្តីនៅប្រទេសសង្គមប្រជាធិបតេយ្យក្តីបើមាន NGO មួយត្រូវបានបង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយនៅមានការឧទាហរណ៍មនុស្សគុំជាបងណានេះខ្ញុំជឿថាគេប្រហែលជាមិនអនុញ្ញាតឬក៏បង្កើតដើម្បីផ្សព្វផ្សាយមនុស្សគុំជារបស់ IC ក្នុងពេលបច្ចុប្បន្នខ្ញុំជឿថាគេមិនអនុញ្ញាតឲ្យបង្កើតទេជាបញ្ហាសន្តិសុខក្នុងតំបន់ហើយមួយចំនួនធំការលាងសម្អាតប្រាក់ការធ្វើហិរញ្ញពាណិជ្ជកម្មគឺតែងជ្រកក្រោមផ្នែក NGO តែជ្រកក្រោមផ្នែក NGO អញ្ចឹងក្រុមការងារដែលរៀបចំសេចក្តីច្បាប់នេះត្រូវសង្ខេបលើបរិបទ3ទី1បរិបទកម្ពុជាទី2គឺបរិបទអន្តរជាតិហើយអ្វីដែលចង់ឆ្លងបញ្ចាំងផុតគឺការធានាការពារសិទ្ធិភាពដោយប្រៀបធៀបជាមួយច្បាប់ NGO មួយចំនួនដែលមាននៅក្នុងតំបន់និងពិភពលោកខ្ញុំមិនហ៊ានថាយកច្បាប់ NGO របស់កម្ពុជាផ្សេងៗនេះប្រៀបធៀបជាមួយច្បាប់របស់ឧទាហរណ៍សហរដ្ឋអាមេរិកឬក៏ប្រទេសមហាប្រជាធិបតេយ្យធំៗទេប៉ុន្តែខ្ញុំជឿថាប្រទេសប្រជាធិបតេយ្យធំៗក៏ប្រហែលជាមានការរឹតបន្តឹងទៅលើ NGO ជាងច្បាប់របស់កម្ពុជាបច្ចុប្បន្ននេះហើយគ្រឿងផងខ្ញុំលើកឧទាហរណ៍ប្រហែលជាឯកឧត្តមលោកនាយកអាចឆែកមើលប្រទេសមហាប្រជាធិបតេយ្យមហាប្រជាធិបតេយ្យធំជាងគេក្នុងលោកគឺឥណ្ឌាតើច្បាប់ឥណ្ឌាចែងអ្វីខ្លះដើម្បីធានាការពារសន្តិសុខជាតិរបស់គាត់ច្បាប់ប្រហាំងច្បាប់របស់អាមេរិកសហរដ្ឋអាមេរិកបូករួមទាំងច្បាប់របស់ជប៉ុនច្បាប់របស់ប្រទេសថៃច្បាប់របស់ឥណ្ឌូនេស៊ីនៅក្បែរខាងយើងនេះឥណ្ឌូនេស៊ីដើម្បីអាចទទួលហិរញ្ញភាពពីបរទេស NGO របស់ត្រូវទទួលការអនុញ្ញាតពីរដ្ឋាភិបាលប៉ុន្តែកម្ពុជាមិនដើរលើជំរឿននោះទេគឺជំរឿនដើម្បីឲ្យ NGO ចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិជាដៃគូដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលដូចមានចែងនៅក្នុងបទបញ្ញត្តិទូទៅដែលដំផលលឹមបានលើកមិញអញ្ចឹងនៅទីនេះខ្ញុំចង់ទាញបញ្ញត្តិជាអារម្មណ៍របស់ឯកឧត្តមលោកទាវអស់លោកស្រីនាងកញ្ញារបស់អង្គការសាលាថាតើអ្វីទៅដែលជាការអះអាងថាជាការរឹតបន្តឹងសិទ្ធិភាពពិតប្រាកដតែច្បាប់នេះគឺមហាអាក្រក់ប៉ុន្តែព្រឹកមិញនេះខ្ញុំមើលទៅដូចជាតាមរយៈវិបលនានាដូចជាមិនអាក្រក់ដូចតែអ្វីដែលបានលើពីខាងក្រៅនេះនៅពេលដែលយើងកាន់ច្បាប់នេះមើលជាក់ស្ដែងវាមិនដូចទេបាទ